ភេសជ្ជៈពីរមុខនេះមួយសប្តាហ៍ផឹក2ដងជួយកាត់បន្ថយជាតិស្ករលើសក្នុងឈាមការពារជំងឺទឹកនោមផ្អែមនិងបេះដូងជំងឺទឹកនោមផ្អែមជំងឺលើសឈាមរួមទាំងជំងឺបេះដូងគឺកំពុងកើតមានច្រើនខ្លាំងបំផុតនាពេលបច្ចុប្បន្ននេះគឺកើតមិនកំណត់អាយុនោះទេឲ្យតែប្រហែសដឹងតែប្រឈមទាំងមិនដឹងខ្លួនមិនខានមួយវិញទៀតប្រសិនណាមនុស្សម្នាក់មានជំងឺខាងលើនេះខូចតម្រងនោមត្រូវលាងឈាមឬក៏ប្រឈមបញ្ហាសុខភាពធ្ងន់ធ្ងរដល់ជីវិតលឿនណាស់មានអ្នកជំនាញជាច្រើនបានធ្វើការណែនាំឲ្យប្រយ័ត្នជាមួយរបបអាហារដែលញ៉ាំជាប្រចាំថ្ងៃព្រោះអាហារគឺជាអាវុធមុខពីរដែលងាយនឹងនាំឲ្យមនុស្សកើតជំងឺលឿនបំផុតប្រសិនណាញ៉ាំមិនបានត្រឹមត្រូវមានដូចជាពពុះអាហារដែលមានជាតិស្ករច្រើនអាហារប្រៃអាហារបំពងអាហារសម្បូរដោយខ្លាញ់បង្កជំងឺបង្កមេរោគអាក្រក់ក្នុងឈាមជាពិសេសក្រុមអាហារសម្បូរជាតិស្ករតែម្ដងគឺបង្កគ្រោះថ្នាក់ដល់សុខភាពលឿនជាងគេជាមួយគ្នានេះផងដែរបើយោងតាមប្រភពរបស់ eatingwell.com បានណែនាំពីក្រុមភេសជ្ជៈដែលមានប្រយោជន៍ជួយសុខភាពអ្នកផឹកកាត់បន្ថយជាតិស្ករនៅក្នុងឈាមមិនធ្វើឲ្យឡើងជាតិស្ករនៅក្នុងឈាមការពារជំងឺទឹកនោមផ្អែមនិងជំងឺលើសសម្ពាធឈាមដែលអ្នកមិនគួរមើលរំលងនោះទេទី1ទឹកដូងខ្ចីធម្មជាតិនេះបើយោងតាមការសិក្សាស្រាវជ្រាវបានបង្ហាញថាទឹកដូងអាចជួយគ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងឈាមនិងធ្វើឲ្យរោគសញ្ញាជំងឺទឹកនោមផ្អែមប្រសើរឡើងវិញព្រោះទឹកដូងគឺជាប្រភពនៃម៉ង់ហ្គាណេសដែលអាចបង្កើនភាពប្រែប្រួលអាំងស៊ូលីននិងកាត់បន្ថយកម្រិតជាតិស្ករនៅក្នុងឈាមរបស់អ្នកបានយ៉ាងល្អទឹកដូងអាចជួយគ្រប់គ្រងសម្ពាធឈាមរបស់អ្នកផងដែរបញ្ជាក់អ្នកអាចផឹកម្ដង500មីលីលីត្រឬស្មើនឹងកន្លះលីត្រក្នុងមួយថ្ងៃកុំផឹកលើសកំណត់ពេកអាចបង្កជាបញ្ហាសុខភាពរបស់អ្នកឡើងមកវិញផងដែរទី2ទឹកធម្មតាទឹកគឺមានសារៈសំខាន់ខ្លាំងបំផុតសម្រាប់សុខភាពអត់ទឹកផឹកមនុស្សនឹងស្លាប់លឿនខ្លាំងបំផុតហើយទឹកក៏ជាភេសជ្ជៈដែលមានប្រយោជន៍សម្រាប់សុខភាពផងដែរតាមរយៈការសិក្សាបានរកឃើញថាការផឹកទឹកធម្មតាឲ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃអាចជួយការពារនិងកាត់បន្ថយជំងឺទឹកនោមផ្អែមប្រភេទទី2បាន 26% ផងដែរបញ្ជាក់ទឹកត្រូវផឹករាល់ថ្ងៃមិនអាចខានបាននោះទេឬក៏ផឹកមួយសប្តាហ៍ម្ដងដូចបានរៀបរាប់ខាងលើនោះទេតែយើងខ្ញុំនិយាយសម្ដៅទៅលើភេសជ្ជៈផ្សេងដែលបានរៀបរាប់ខាងលើនេះតែប៉ុណ្ណោះព្រោះភេសជ្ជៈខុសពីទឹកធម្មតាទី3ទឹកប៉េងប៉ោះតាមរយៈការសិក្សាលើមនុស្សស្រីដែលមានសុខភាពល្អត្រូវបានគេរកឃើញថានៅពេលគាត់ផឹកទឹកប៉េងប៉ោះមួយពែង30នាទីមុនពេលញ៉ាំអាហារពេលព្រឹកជួយកាត់បន្ថយជាតិស្ករនៅក្នុងឈាមមិនឲ្យលើសច្រើនខ្លាំងបំផុតសរុបមកវិញភេសជ្ជៈទាំងពីរមុខខាងលើមានប្រយោជន៍ជួយគ្រប់គ្រងការពារកាត់បន្ថយជាតិស្ករកុំឲ្យលើសខ្លាំងដើម្បីការពារជំងឺទឹកនោមផ្អែមឡើងមកក៏ប៉ុន្តែត្រូវផឹកឲ្យបានត្រឹមត្រូវកុំលើសកំណត់ពេកមួយវិញទៀតប្រសិនណាអ្នកកំពុងមានជំងឺប្រចាំកាយស្រាប់សូមពិភាក្សាជាមួយនឹងគ្រូពេទ្យជំនាញជាមុនសិនមុននឹងធ្វើការសម្រេចចិត្តផឹកទឹកភេសជ្ជៈខាងលើនេះបាទសូមអរគុណសម្រាប់ការតាមដានទស្សនាវីដេអូរបស់ខ្ញុំបាទពីដើមមកដល់ចប់